នៅក្នុងស្ថានភាពបច្ចុប្បន្ននេះអ្នកលក់ដែលឈួរជើងបានសុទ្ធតែផ្លូវចិត្តមិនធម្មតាទេរឹងដោយស៊ីម៉ង់អូតអញ្ចឹងអ្នកលក់ប្រឈមមុខជាមួយនឹងសម្ពាធផ្លូវចិត្តខ្ពស់ណាស់គ្មានអាជីពណាមួយជួបមនុស្សច្រើនជាងអ្នកលក់ទេហើយក៏គ្មានអាជីពណាមួយដែលអង្គុយស្ដាប់បញ្ហាមនុស្សច្រើនដូចអ្នកលក់ដែរសូមរក្សាផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំគ្រប់ពេលវេលានៅក្នុងសៀវភៅអាត់3ខ្ញុំមានសរសេររឿងមួយគឺលក់ត្រូវមានគោលដៅអ្នកលក់មានគោលដៅផ្លូវចិត្តរបស់អ្នកមិនសូវប៉ះទង្គិចជាមួយនឹងអតិថិជនទេទី1គោលដៅយើងលក់គឺលក់ដើម្បីលក់បានមិនមែនលក់ដើម្បីឈ្នះចាញ់ជាមួយភ្ញៀវទេសួរខ្លួនឯងមើលថាយើងមកលក់ដើម្បីអ្វីគឺមកលក់ដើម្បីលក់បានដើម្បីឲ្យភ្ញៀវទិញយើងមិនមែនដើម្បីឈ្នះចាញ់ជាមួយភ្ញៀវនោះទេនៅក្នុងទីផ្សារច្បាស់ណាស់ថាមានអ្នកនិយាយល្អមានអ្នកនិយាយអាក្រក់មានអ្នកនិយាយមិនដឹងអីមានអ្នកនិយាយចលើសបើមានអ្នកនិយាយភ្លាវអីចឹងទៅមានគ្រប់ប្រភេទតែយើងចូលមកទីផ្សារមិនមែនមកបក្រាបមនុស្សទាំងអស់ហ្នឹងទេគឺយើងមកធ្វើឲ្យមនុស្សទាំងអស់ហ្នឹងទិញយើងមកធ្វើឲ្យមនុស្សទាំងអស់ហ្នឹងស្គាល់យើងមកធ្វើឲ្យមនុស្សទាំងអស់នឹងទិញយើងម្ដងហើយម្ដងទៀតទិញម្ដងហើយម្ដងទៀតគឺប្រើរបស់យើងជារៀងរហូតបើអ្នករវល់តែគិតថាអ្នកនេះនិយាយមិនដឹងអីអ្នកនោះនិយាយមិនដឹងខ្យល់ខ្ញុំត្រូវតែបដៅមនុស្សគ្រប់គ្នាដើម្បីឲ្យចេះដឹងនិយាយត្រឹមត្រូវដើម្បីឲ្យឃើញតែយើងនឹងជាអ្នកខ្លាំងនោះផ្លូវចិត្តរបស់អ្នកនឹងរ៉ាំរ៉ៃមិនខានទេគោលដៅរបស់យើងគឺមកលក់ឲ្យបានមិនមែនមកដើម្បីឈ្នះភ្ញៀវទេអញ្ចឹងប្រឹងលក់កុំប្រឹងឆ្លោះជាមួយភ្ញៀវឈ្នះក៏ឈ្នះទៅឲ្យតែភ្ញៀវទិញយើងការងារយើងគឺជោគជ័យហើយទី2គោលដៅយើងលក់គឺលក់ដើម្បីការពារទីផ្សាររបស់ខ្លួនឯងលក់ដើម្បីឲ្យអតិថិជនរបស់យើងសប្បាយចិត្តមិនមែនមកលក់ដើម្បីឆ្លោះជាមួយនឹងអ្នកលក់ដូចគ្នាទេគោលដៅរបស់យើងមកលក់គឺលក់ដើម្បីរកទីផ្សារឲ្យខ្លួនឯងមិនមែនមកផ្ដួលនរណាម្នាក់ទេសួរខ្លួនឯងមើលថាយើងកំពុងតែប្រជែងជាមួយអ្នកណាយើងប្រជែងជាមួយទីផ្សារដ៏តូចចង្អៀតរបស់ខ្លួនឯងប៉ុណ្ណោះគោលដៅរបស់យើងធំគឺធ្វើឲ្យទីផ្សាររបស់យើងកាន់តែរីចម្រើនគេស្គាល់យើងច្រើនជាងមុនមិនចាំបាច់ទៅវេប្រហារមិនចាំបាច់ទៅបំពេញអ្នកណាទេលក់ដូរគោរពគោលដៅរបស់ខ្លួនឯងឲ្យល្អបំផុតទៅគឺល្អប្រសើរហើយគេធ្វើទីផ្សារដោយគេយើងធ្វើទីផ្សារដោយខ្លួនយើងអួតតែរបស់យើងទៅកុំទៅបៀតបៀនគេគោលដៅយើងគឺធ្វើឲ្យភ្ញៀវទិញយើងធ្វើឲ្យភ្ញៀវទទួលបានលទ្ធផលល្អអញ្ចឹងកុំខ្វល់ពីអ្នកណាមកបៀតបៀនយើងឲ្យសោះផ្លូវចិត្តយើងគឺសំខាន់ណាស់បានលុយហើយគេងមិនស្ងប់ក៏មិនសុខដែរលក់ដូរត្រូវមានគោលដៅច្បាស់លាស់កុំវង្វេងតាមទីផ្សារចង់ពូកែលក់សូមអានសៀវភៅអាត់3និងសៀវភៅផ្កាយ5ទំនាក់ទំនងទិញតាម Channel Telegram ខាងក្រោម